bạnខ្ញុំបាទឈ្មោះមីវ៉ាន់តូតាជាសិស្សថ្នាក់ A លេខរៀងទី1បាទសូមជម្រាបសួរលោកគ្រូបាទទាំងអស់គ្នាដែលបានទស្សនានៅវីដេអូនេះអញ្ចឹងវីដេអូនេះជាការសង្ខេបទាក់ទងជាមួយនឹងមេរៀនការវាយតម្លៃតាមដំណាក់ឯកទៅលើការវាយតម្លៃបញ្ចប់បាទអញ្ចឹងមេរៀននេះមាននីតិកា3គឺយើងទី1យើងអំពីប្រភេទនៃការវាយតម្លៃតាមដំណាក់ដោយផ្អែកទៅលើការវាយតម្លៃបញ្ចប់ទី2ការផ្ដល់មតិត្រឡប់និងទី3ការផ្ដល់ការកែលម្អការបង្រៀនបាទជាងការវាយតម្លៃតាមដំណាក់ផ្អែកទៅលើការវាយតម្លៃបញ្ចប់ចែកចេញជា3ទី1ប្រភេទមុននឹងការវាយតម្លៃកិច្ចការផ្ទះសំណួរខ្លីៗនិងតេស្តទីកិច្ចការនៅក្នុងថ្នាក់មតិកែលម្អគំរូការប្រឡងចុងឆ្នាំឧបករណ៍ digital និងចំណុចមួយទៀតព័ត៌មានត្រឡប់មានទាក់ទងនឹងការប្រភេទរបៀបនៃការចែកចាយការសន្មតជាមុនគិតពីពេលវេលាការឆ្លើយតបរបស់សិស្សការកែលម្អការបង្រៀនចំណុចមួយទៀតការកែលម្អការបង្រៀនគឺជាការប្រកបដោយសមត្ថភាពការឆ្លើយតបដោយអន្តរាគមន៍ការបង្រៀនដើម្បីឆ្លើយតបភាពខុសគ្នារវាងរបស់សិស្សវឌ្ឍនភាពនៃការសិក្សារបស់សិស្សគំរូការបង្រៀនបាទចំណុចទី1និយាយអំពីប្រភេទនៃការវាយតម្លៃតាមដំណាក់ផ្អែកទៅលើការវាយតម្លៃបញ្ចប់អញ្ចឹងចំណុចកលំហាត់ដែលមានរចនាសម្ព័ន្ធនិងអញ្ចឹងលំហាត់សម្រាប់សិស្សទាំងឡាយណាដែលមិនធ្វើឲ្យសិស្សមានការថប់អារម្មណ៍គឺសរសេរអំពីថ្ងៃឈប់សម្រាករដូវក្តៅរបស់ពួកគេគឺនិយាយពីបែង digital បទបង្ហាញតមាត់ខបុរីទេសអញ្ចឹងការផ្ដល់អំពីអ្វីដែលសិស្សដឹងនិងមិនដឹងឬអ្វីដែលពួកគេអាចធ្វើបានមិនអាចធ្វើបានបាទកកិច្ចការផ្ទះឬក៏ homework អញ្ចឹងត្រូវផ្ដល់ឲ្យសិស្សអនុវត្តបន្ថែមចំណេះដឹងនិងជំនាញដែលបានរៀនពង្រឹងពង្រីកវិភាសាការវិភាសាលម្អិតពីការសិក្សារបស់សិស្សពិនិត្យមើលការសិក្សារបស់សិស្សជាបុគ្គលនិងជាក្រុមចំណុចខកិច្ចការក្នុងថ្នាក់ sit work កិច្ចការក្នុងថ្នាក់និងសកម្មភាពផ្សេងៗផ្សព្វផ្សាយនិងតាមដានអនុវត្តរបស់សិស្សព្រមទាំងផ្ដល់ព័ត៌មានត្រឡប់ជាក់លាក់និងជាជាក់លាក់និងភ្លាមជាញឹកញាប់ដោយមានជំនួយការដោយមានជំនួយនឹងការប្រើប្រាស់បច្ចេកវិទ្យាឧបករណ៍ digital និងចំណុចងសំណួរខ្លីៗនិង model test វា quiz សំអាងទៅលើឯកសារដែលសិស្សបានរៀនជូនដំណឹងពីការអនុវត្តចំណេះដឹងនិងបំណិនក្នុងពេលបច្ចុប្បន្នរបស់សិស្សលទ្ធផលនៃសំណួរខ្លីៗនិងសំណួរតេស្តប្រើសម្រាប់ផ្ដល់ព័ត៌មានត្រឡប់ដល់សិស្សនិងការកែលម្អការបង្រៀនចំណុចចនិយាយពីការវាយតម្លៃរួមគ្នាអញ្ចឹងការវាយតម្លៃរួមគ្នាមានចំណុចនិយាយពីការរៀបចំការវាយតម្លៃជាមួយនឹងគ្រូដែលជាសហការីនិងការវាយតម្លៃសិស្សទាំងអស់រួមគ្នាឆការវាយតម្លៃវឌ្ឍនភាពរបស់សិស្សចងក្រងឯកសារនៅអ្វីដែលសិស្សបានរៀនកន្លងមកក្នុងរយៈពេលណាមួយនិងតេស្តវាស់វឌ្ឍនភាពរបស់សិស្សការផ្ដល់មតិត្រឡប់អញ្ចឹងធម្មជាតិនៃការផ្ដល់មតិត្រឡប់ចែកចេញជា6ចំណុចទី1យើងពីបរិមាណនៃការផ្ដល់មតិត្រឡប់ទី2មធ្យោបាយនៃការផ្ដល់មតិត្រឡប់ទី3អ្នកទទួលមតិត្រឡប់ទី4និយាយពីភាពលំបាកនៃកិច្ចការជះឥទ្ធិពលទៅលើការផ្ដល់មតិរបស់ត្រឡប់របស់សិស្សចំណុចទី5ផ្ដល់មតិត្រឡប់ផ្សេងគ្នាដល់សិស្សផ្សេងគ្នាដោយគិតគូរពីសមត្ថភាពកម្រិតថ្នាក់និងមុខវិជ្ជាឯកទេសរបស់សិស្សហើយចំណុចទី6គឺយើងពីពេលវេលានិងការផ្ដល់មតិត្រឡប់
ជំហាន3ដែលអាចជួយឲ្យគ្រូសន្មត់ទុកជាមុនពីធម្មជាតិនៃការផ្ដំប្រតិត្រឡប់ចឹងត្រូវយល់ពីលទ្ធផលរំពឹងទុកនៃការសិក្សាដឹងពីកំហុសរបស់សិស្សដែលអាចនឹងកើតមានបង្កើតគំនិតក្នុងការផ្ដល់ព័ត៌មានត្រឡប់ទី3និយាយពីការកែលម្អការបង្រៀនក្រោយផ្ដំប្រតិត្រឡប់ចឹងវាមានតកតងនឹងការសិក្សាប្រកបដោយសមត្ថភាពការឆ្លើយតបដោយមានអន្តរាគមន៍ការបង្រៀនដើម្បីឆ្លើយតបភាពខុសគ្នារបស់សិស្សវឌ្ឍនភាពសិក្សារបស់សិស្សការកែលម្អការបង្រៀនសារចុះសារឡើងច្រើនដងចំណុច 3.1 និយាយពីការសិក្សាប្រកបដោយសមត្ថភាពការសិក្សាប្រកបដោយសមត្ថភាពមានគោលបំណងសំខាន់ក្នុងការផ្លាស់ប្ដូរគំនិតនៃការអប់រំបច្ចុប្បន្នដែលបង្រៀនសិស្សទាំងអស់តាមវិធីដូចគ្នាដោយជំនួសមកវិញជាមួយនឹងការបង្រៀនឆ្លើយតបជាមួយនឹងភាពចម្រុះរបស់សិស្សដើម្បីទទួលបានភាពជោគជ័យក្នុងមុខវិជ្ជាសិក្សាចំណុច 3.2 និយាយពីការឆ្លើយតបដោយមានអន្តរាគមន៍ចឹងពិនិត្យតាមដានសិស្សដោយដដល់និងជាប្រចាំដើម្បីផ្ដល់អន្តរាគមន៍តាមបែបការបង្រៀននិងរៀនជាប្រព័ន្ធដែលសមស្របពិនិត្យតាមដានអន្តរាគមន៍ថាតើត្រូវមានការផ្លាស់ប្ដូរកែលម្អយ៉ាងណាដែរទី 3.3 និយាយពីការបង្រៀនដើម្បីឆ្លើយតបភាពខុសគ្នារបស់សិស្សការបង្រៀននិងរៀនដើម្បីឆ្លើយតបភាពខុសគ្នារបស់សិស្សរួមខុសគ្នារួមមានធាតុ5គឺទី1បរិស្ថាន2កម្មវិធីសិក្សានិងទី3ការវិនិច្ឆ័យទី4ការបង្រៀននិងរៀននិង5ការគ្រប់គ្រងសិស្សក្នុងថ្នាក់ចំណុច 3.4 និយាយពីវឌ្ឍនភាពសិក្សារបស់សិស្សជាផែនទីក្នុងកំឡុងពេលវេលាណាមួយដើម្បីដឹងអំពីព័ត៌មានអ្វីខ្លះដែលត្រូវប្រមូលពីការយល់ដឹងរបស់សិស្សនិងឆ្លើយតបជាមួយនឹងការកែលម្អការបង្រៀនដែលចាំបាច់ធ្វើឲ្យគ្រូអាចបន្ស៊ីសកម្មភាពសិក្សាជាមួយនឹងវឌ្ឍនភាពសិក្សារបស់សិស្សនិងដើម្បីដឹងពីលក្ខណៈវិនិច្ឆ័យសម្រាប់ការវិនិច្ឆ័យការអនុវត្តប្រកបដោយភាពជោគជ័យរបស់សិស្សក្នុងជំហាននីមួយៗជំហាន 3.5 និយាយពីការកែលម្អការបង្រៀនសារចុះឡើងច្រើនដងប្រភេទឧទាហរណ៍ជាគេមានការអានបន្ថែមឧទាហរណ៍អានអត្ថបទបន្ថែមអំពីខ្លឹមសារមុខវិជ្ជាដែលនៅមានបញ្ហាប្រភេទការរៀនជាបុគ្គលអញ្ចឹងឧទាហរណ៍ធ្វើការជាមួយសិស្សម្នាក់ៗដើម្បីរកឧទាហរណ៍បន្ថែមដែលតកតងទៅនឹងខ្លឹមសារដែលគាត់បានរៀនរួចការងារក្រុមតូចអញ្ចឹងឧទាហរណ៍គឺធ្វើការជាមួយសិស្ស3នាក់ផ្សេងទៀតដោយសហការគ្នាដើម្បីដោះស្រាយបញ្ហាដែលសិស្សមានក្នុងមុខវិជ្ជាគណិតអញ្ចឹងទៅការងារគំរូឧទាហរណ៍បង្ហាញពីរបៀបគិតតាមជំហាននីមួយៗដល់សិស្សដើម្បីដោះស្រាយបញ្ហាដែលបានជួបប្រទះការសួរសំណួរតមាត់ទៅសិស្សទាំងអស់ក្នុងថ្នាក់ឧទាហរណ៍សួរសំណួរពាក់ព័ន្ធទៅនឹងខ្លឹមសារមេរៀនដែលស្មុគស្មាញការបញ្យល់ឡើងវិញឧទាហរណ៍ការផ្ដល់ការបញ្យល់ផ្សេងទៀតដោយប្រើពាក្យផ្សេងដើម្បីពង្រឹងចំណេះដឹងរបស់សិស្សសិលឹកកិច្ចការផ្ដល់សិលឹកកិច្ចការដែលតកតងទៅនឹងមេរៀនឲ្យសិស្សធ្វើបន្ថែមជាឧទាហរណ៍ការបង្រៀនមិត្តភ័ក្តិឧទាហរណ៍ឲ្យសិស្សចាប់ដៃគូដើម្បីបង្កើតឧទាហរណ៍ពន្យល់ខ្លឹមសារដែលមិនទាន់ច្បាស់ឬចែករំលែកបទពិសោធន៍ផ្សេងៗលក្ខណៈវិនិច្ឆ័យនៃចំណាត់ថ្នាក់ចឹងបង្រៀនឡើងវិញនៅលក្ខណៈវិនិច្ឆ័យដើម្បីធ្វើជាសំណេរមួយតកតងទៅនឹងព័ត៌មានលម្អិតបន្ថែមការផ្លាស់ប្ដូរលំដាប់ឧទាហរណ៍បង្រៀនឡើងវិញនៅនីតិវិធីក្នុងការវិភាគហេតុផលដោយធ្វើការផ្លាស់ប្ដូរលំដាប់លំដោយនៃជំហានការគ្រប់គ្រងតាមអ៊ីនធឺណិតឧទាហរណ៍ឲ្យសិស្សស្រាវជ្រាវតាមអ៊ីនធឺណិតអំពីខ្លឹមសារដែលតកតងទៅនឹងមេរៀនដែលបានរៀនផែនទីបញ្ញត្តិឲ្យសិស្សធ្វើគំនូសព្រៀងមេរៀនដែលបានរៀនដើម្បីពង្រឹងចំណេះដឹងនិងបំណិនឧបករណ៍ digital ថ្មីឧទាហរណ៍ផ្ដល់ឲ្យសិស្សប្រើប្រាស់ឧបករណ៍ digital ថ្មីដែលអាចមើលការបង្រៀនឡើងវិញសួរសំណួរដើម្បីផ្ទៀងផ្ទាត់ការងាររបស់សិស្ស
បាទការសង្ខេប